ស្រុកថ្មពូជាស្រុកមួយស្ថិតនៅភាគខាងជើងនៃខេត្តបន្ទាយមានជ័យនិងមានព្រំប្រទល់ជាប់នឹងប្រទេសថៃស្រុកថ្មពូមានសារៈសំខាន់ទាំងផ្នែកប្រវត្តិសាស្ត្រវប្បធម៌និងបេតិកភណ្ឌបុរាណដែលជាទីតាំងនៃប្រាសាទបុរាណជាច្រើនជាពិសេសប្រាសាទបន្ទាយឆ្មារឈ្មោះថ្មពូត្រូវបានគេជឿថាមានទំនាក់ទំនងនឹងតំបន់ដែលមានថ្មធម្មជាតិជាច្រើននិងសំណង់បុរាណធ្វើពីថ្មជាតំបន់ធ្លាប់ជាទីប្រជុំជនដ៏សំខាន់មួយនៅសម័យអង្គរតំបន់ថ្មពូមានមនុស្សរស់នៅតាំងពីសម័យយុគដែកឬហៅមួយទៀតបានថាសម័យបុរេប្រវត្តិតំបន់នេះបានអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សម័យអង្គរនៅសម័យអង្គរស្រុកថ្មពូស្ថិតក្នុងតំបន់ដែលមានការអភិវឌ្ឍខ្លាំងដែលមានការកសាងប្រាសាទនិងប្រព័ន្ធធារាសាស្ត្រជាច្រើនផុតតាងសំខាន់បំផុតគឺប្រាសាទបន្ទាយឆ្មារនិងប្រាសាទរណបជាច្រើនដែលត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ចុងសតវត្សទី12និងដើមសតវត្សទី13នៃគ្រិស្តសករាជស្រុកថ្មពូគឺជាស្រុកព្រំដែនដ៏សំខាន់មួយរបស់ខេត្តបន្ទាយមានជ័យដែលមានសក្តានុពលខាងកសិកម្មទេសចរណ៍វប្បធម៌និងពាណិជ្ជកម្មជាពិសេសប្រាសាទបន្ទាយឆ្មារនិងបេតិកភណ្ឌបុរាណជាច្រើនបានធ្វើឲ្យស្រុកថ្មពូក្លាយជាតំបន់មានតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌យ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជាស្រុកថ្មពូជាស្រុកមួយស្ថិតនៅភាគពាយព្យនៃខេត្តបន្ទាយមានជ័យមានព្រំប្រទល់ជាប់ប្រទេសថៃនៅភាគខាងលិចនិងជាប់ខេត្តឧត្តរមានជ័យនៅភាគខាងជើងទីរួមស្រុកស្ថិតនៅឃុំថ្មពូដែលមានចម្ងាយប្រហែលជា42គីឡូម៉ែត្រពីក្រុងសេរីសុខវង្សរដ្ឋបាលស្រុកថ្មពូដឹកនាំដោយលោកវត្តដាសនងអភិបាលនៃគណៈអភិបាលស្រុកថ្មពូដែលមានភារកិច្ចគ្រប់គ្រងនិងអភិវឌ្ឍមូលដ្ឋានស្រុកដែលនារសៀលថ្ងៃទី1ខែមិថុនាឆ្នាំ2026រដ្ឋបាលស្រុកថ្មពូបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោករដ្ឋដាសនងអភិបាលនៃគណៈអភិបាលស្រុកថ្មពូថ្មីជំនួសលោកអែមសុខាអភិបាលស្រុកថ្មពូចាស់ទៅជាអភិបាលស្រុកគូជ្រៅក្រមអធិបតេយ្យភាពរបស់លោកផ្លែកវ៉ារីប្រធានក្រុមប្រឹក្សាខេត្តនិងលោកអ៊ុំរត្រីជាអភិបាលខេត្តបន្ទាយមានជ័យស្រុកថ្មពូត្រូវបានបែងចែកជា6ភូមិនិង65ភូមិរួមមានឃុំបន្ទាយឆ្មារមាន14ភូមិឃុំកូរមៀតមាន21ភូមិឃុំភូមិថ្មីមាន7ភូមិឃុំថ្មភក់មាន7ភូមិឃុំកូកាថិនមាន9ភូមិនិងឃុំគំរូមាន7ភូមិអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាននៅវីដេអូនេះចំពោះចំណុចខុសឆ្គងសូមមេត្តាអភ័យទោសហើយនាងខ្ញុំមកចិត្តនេះក្នុងការទទួលនៅមតិរិះគន់បែបសាសនាអរគុណជំរាបលា